ខ្ញុំបាទគឺតំណាងឲ្យគណៈកម្មការវត្តព្រះពុទ្ធលក្ខណៈមហាវិហារដោយសារមានការមើលឃើញរបស់ព្រះគ្រូចៅអធិការតំណាងឲ្យព្រះសង្ឃរាជប៊ូគ្រីលោកបានចាត់ចែងជាសម្ភារៈអង្គរតិចតួចដើម្បីជូនដល់ជនក្រីក្រអញ្ចឹងទេព្រះអង្គនឹងចាត់ចែងឲ្យខ្ញុំនិងព្រះសង្ឃ2អង្គចុះមកដល់គេហដ្ឋានរបស់យាយអឿននៅភូមិប្រាសាទឃុំដាស្រុកកំពង់លែងនេះរបស់របរទិញទួចនេះជាព្រះតំណាងឲ្យព្រះសម្ដេចមហាធិសង្ឃប៊ូគ្រីគឺព្រះចៅអធិការនៅវត្តព្រះពុទ្ធលក្ខណៈបានចាត់ចែងឲ្យខ្ញុំបាទហើយនឹងកូននេះនឹងយកមកជូនលោកយាយខ្ញុំបាទជាតំណាងឲ្យគណៈកម្មការអាចារ្យវត្តព្រះពុទ្ធលក្ខណៈមហាវិហារដោយមានការជ្រះថ្លារបស់ព្រះចៅអធិការវត្តព្រះពុទ្ធលក្ខណៈមហាវិហារគឺមានទេយ្យទានតិចតួចបាទជូនព្រះចៅអធិការគឺតំណាងឲ្យសម្ដេចមហាធិបតីប៊ូគ្រីបាទអញ្ចឹងទេលោកមានទទ្ធាជ្រះថ្លាជូនជាបាទវត្ថុតិចតួចដូចស្ដើងដោយសារការចែករំលែកដល់ជនក្រីក្រជាពិសេសលោកយាយអីលោកយាយឈ្មោះយាយនួនលឹមយាយលួនលឹមនួនលឹមបាទគាត់នៅភូមិដាឃុំដាស្រុកកំពង់លែងអញ្ចឹងទេដោយសារការដឹកនាំរបស់ខ្ញុំបាទដោយតាមការអនុញ្ញាតអំពីព្រះចៅអធិការតំណាងឲ្យព្រះសម្ដេចប៊ូគ្រីបាទឲ្យអញ្ចឹងទេគឺមកដល់ផ្ទះគាត់ផ្ទាល់តែម្ដងបាទអរគុណព្រោះវាពិបាកនិយាយណាទេបតបពេកបាទខ្ញុំបាទជាគណៈកម្មការអាចារ្យវត្តព្រះពុទ្ធលក្ខណៈមហាវិហារដោយសារតែខ្ញុំបាទនឹងគឺទទួលនៅភារកិច្ចខាងក្រោមលោកគឺព្រះចៅអធិការវត្តព្រះពុទ្ធលក្ខណៈមហាវិហារតំណាងឲ្យសម្ដេចប៊ូគ្រីជាមន្ត្រីសង្ឃទូទាំងប្រទេសអញ្ចឹងទេលោកបានចែករំលែកជាវត្ថុដូចជាអង្គមីត្រីខទឹកស៊ីអ៊ីវទឹកត្រីតិចតួចទុកដល់លោកយាយឡុំបាទនៅភូមិដាឃុំដាស្រុកកំពង់លែងអញ្ចឹងទេគឺបាទខ្ញុំបាទនឹងកូននេនទាំងពីរព្រះអង្គគឺបានយកមកជូនដល់ដៃគាត់តែម្ដងបាទសូមអរគុណគឺព្រះចៅអធិការលោកមានសទ្ធាជ្រះថ្លាជូនដល់ពុទ្ធបរិស័ទ